xua đây à chơi chơi được ở đi cái đấy ta miên rương đi tiên muôi cho đi tiên ao chơi được ở đi đó ba đập ba tu sờ đa hơi rương nó miên chùm non chương tha prạch nhá tạ chăn ta sai rương được non rương prạch nhá tạ chăn này miên a tần nàyយ៉ាងណាxôm chơi được ở đi chơi tu sờ đa មាននីតិដំណើរថាមានភូមិមួយស្ថិតនៅតំបន់ដាច់ស្រយាលនៃខេត្តមណ្ឌលគិរីហើយនៅក្បែរភូមិនោះមានព្រៃដែលមានសត្វសាហាវជាច្រើនរស់នៅទីនោះអ្នកភូមិណាដែលបានចូលព្រៃនោះហើយគឺមិនដែលត្រឡប់មកវិញឡើយគឺមានតែបុរសចំណាស់ម្នាក់ប៉ុណ្ណោះដែលអាចចូលទៅក្នុងព្រៃនោះបានគាត់នោះមានឈ្មោះថាតាច័ន្ទ តាច័ន្ទគឺជាមនុស្សស្ទាត់ជំនាញខាងដើរក្នុងព្រៃគាត់ជាអ្នកបរបាញ់សត្វនិងជាអ្នកបោចវល្លិលក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃថ្ងៃនេះគិតថាចូលព្រៃពីព្រលឹមបន្តិចព្រោះនឹងអាងស្រូតបានមកផ្ទះវិញព្រោះថ្ងៃនេះមើលទៅមេឃដូចជាក្តៅខ្លាំងណាស់ថ្ងៃមួយតាច័ន្ទបានដើរទៅរកវល្លិនៅក្នុងព្រៃដូចសពមួយដងគាត់បានដើរឆ្លងស្ទឹងចូលទៅក្នុងព្រៃ ដើរចូលព្រៃនឹងវាជ្រៅណាស់ហើយប៉ុន្តែនៅតែមិនទាន់ឃើញវល្លិដែលធំអាចល្មមកាប់បានទៀតនិយាយរួចតាច័ន្ទក៏បានបន្តដំណើរទៅមុខទៀតគាត់ដើរដល់ពាក់កណ្ដាលព្រៃស្រាប់តែមានខ្លាធំមួយចេញមកស្ទាក់ផ្លូវគាត់ខ្លាតាច័ន្ទមានការផិតភ័យជាខ្លាំងរួចក៏រកឧបាយកលដើម្បីបញ្ឆោតខ្លានោះអាខ្លានេះវាទំនងជាចង់ស៊ីយើងហើយមើលទៅ អើយថ្ងៃនេះរកវល្លិមិនបានសោះមិនដឹងជាបានអីយកទៅចងកូនចៅទេប្រហែលជាត្រូវស្លាប់អស់ហើយមើលទៅព្រោះទឹកជំនន់ហ្នឹងវាជិតមកដល់ទៅហើយនៅតែរកវល្លិមិនបានដោយខ្លាស្ដាប់តាច័ន្ទនិយាយមិនច្បាស់ក៏បានសួរទៅកាន់តាច័ន្ទ ណែតានិយាយថាម៉េចមិញហ្នឹងខ្ញុំដូចជាស្ដាប់មិនសូវច្បាស់មើលតាជួយនិយាយឲ្យខ្ញុំស្ដាប់ម្ដងទៀតទៅមើលចៅ តានឹងដើររកវល្លិដើម្បីចងកូនចៅនឹងឲ្យផុតពីទឹកព្រោះទឹកជំនន់នឹងវាជិតឡើងមកហើយអាចៅឯងនឹងមិនដឹងទេអីហើយតែបន្តិចទៀតនឹងទឹកជំនន់មកនឹងលិចស្លាប់ទៅទាំងអស់គ្នានឹងអូលោកតាជួយខ្ញុំផងសូមលោកតានឹងជួយចងខ្ញុំឲ្យផុតពីទឹកផងព្រោះខ្ញុំខ្លាចលង់ទឹកស្លាប់ណាលោកតាអនុត្តទៅធ្វើបុណ្យទៅលោកតាអើយមិនអីទេចាំតាជួយមិនថាចៅឯងនឹងនៅទីនឹងសិនហើយចាំតាទៅរកវល្លិមកចងចៅឯងនៅលើដើមឈើឲ្យផុតពីទឹកកុំឲ្យលង់ទឹកស្លាប់ចៅអូខ្ញុំសូមអរគុណហើយលោកតាអញ្ចឹងលោកតាប្រញាប់ទៅរកវល្លិមកខ្ញុំព្រោះខ្ញុំខ្លាចលង់ទឹកស្លាប់ណាលោកតានៅទីនឹងសិនហើយអញ្ចឹងបន្ទាប់មកតាច័ន្ទក៏បានដើរទៅរកវល្លិដើម្បីចងខ្លានោះនៅលើដើមឈើ ចៅមើលចំណងមើលចងជាប់ទេអូចំណងលោកតានឹងចងជាប់ហើយលោកតាអើយរឹតខ្ញុំសឹងតែដាច់ខ្យល់ទៅហើយកាលដែលតាច័ន្ទបានឃើញខ្លាជាប់ចំណងរើខ្លួនស្ទើរពុំរួចដូច្នេះក៏និយាយទៅកាន់ខ្លាខ្លាយើងរងចាំថ្ងៃនេះជាយូរមកហើយអ្នកភូមិមិនតិចទេដែលត្រូវឯងស៊ីថ្ងៃនេះយើងនឹងប្រដៅឯងឲ្យដឹងដៃម្ដងតាហ៊ានបោកប្រឆោតយើងផងចាំមើលតែយើងចុះទៅយើងនឹងស៊ីតែឯងមិនខានទេជប់ស្រមៃទៅអាខ្លាកំហូចចំណងនេះយើងបានចងយ៉ាងជាប់ឯងមិនអាចរើរួចបានទេអូចំណងនេះមកក៏តឹងខ្លាំងម៉េះរើមិនរួចសោះអូលោកតាអូឆាប់ដោះលែងខ្ញុំទៅខ្ញុំរៀងចាលហើយលោកតាថ្ងៃនេះយើងនឹងប្រដៅឯងឲ្យដឹងដៃម្ដងតាច័ន្ទក៏ទាញដំបងធំមួយមកសំពងខ្លាយ៉ាងដំណំ អូលោកតាអូឆាប់ដោះលែងខ្ញុំទៅខ្ញុំរៀងចាលហើយលោកតាហើយខ្លាក៏ខំប្រឹងរើបំរាស់រហូតដល់ដាច់ចំណងរត់ចូលព្រៃបាត់ទៅពេលដែលខ្លារត់នោះក៏ទៅប្រទះនឹងសត្វខ្លាឃ្មុំមានការងឿងឆ្ងល់ជាខ្លាំងក៏ស្រែកសួរទៅកាត់សត្វខ្លាបងខ្លាជប់សិនបងខ្លាតើមានរឿងអ្វីនឹងបានជារត់ត្រហេបត្រហប់ម្លេះបងខ្លាអូបងខ្លាឃ្មុំគឺខ្ញុំត្រូវតាច័ន្ទវាយឡើងទ្រោមខ្លួនទៅហើយតានោះចងខ្ញុំនឹងដើមឈើរួចយកដំបងមកវាយខ្ញុំឡើងទ្រោមខ្លួនទៅហើយយីមានរឿងដល់ថ្នាក់នឹងផងតានោះជាអ្នកធ្វើស្រែចម្ការនៅមាត់ស្ទឹងឯណោះខ្ញុំជាសម្លាញ់នឹងបងមិនអីទេចាំខ្ញុំជួយសងសឹកឲ្យបងសូមបងខ្លាឃ្មុំប្រយ័ត្នប្រយែងផងព្រោះតានោះជាមនុស្សឆ្លាតខ្លាំងណាស់ខ្ញុំនឹងទៅប្រដៅតានោះម្ដងអញ្ចឹងខ្ញុំទៅសិនហើយណាបងខ្លាឃ្មុំ
យើងចង់ដឹងណាស់តើតាច័ន្ទនឹងខ្លាំងប៉ុណ្ណាទៅខ្លាឃ្មុំមានចិត្តខឹងតាច័ន្ទយ៉ាងខ្លាំងក៏ដើរសំដៅទៅមាត់ស្ទឹងដែលជាទីលំនៅរបស់តាច័ន្ទតាច័ន្ទកំពុងតែភ្ជួររាស់ដីដើម្បីធ្វើស្រែចម្ការរបស់គាត់ជាធម្មតា ហ៊ីង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  ចំណែកឯខ្លាឃ្មុំការដែលមកដល់ឃើញតាច័ន្ទនៅកំពុងតែភ្ជួរដីដូច្នេះក៏ពួននៅក្រោមដើមឈើមួយ យើងចំតាឯងនៅទីនេះចាំមើលតើតាឯងដើរមកដល់គឺយើងនឹងបដៅតាឯងឲ្យដងដៃម្ដងហ៊ី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 ង ពេលដែលតាច័ន្ទដើរមកជិតដល់ខ្លាឃ្មុំតាច័ន្ទក៏បានឃើញខ្លាឃ្មុំគាត់ដឹងជាក់ច្បាស់ថាខ្លាឃ្មុំនេះនឹងប៉ុនប៉ងចង់យាយីគាត់ទៀតហើយគាត់គិតមួយសន្ទុះគាត់ក៏បានធ្វើជានិយាយជាមួយគោ ណែអាគោទាំងពីរឯងខំប្រឹងទៅណាខំប្រឹងភ្ជួរដីឲ្យហើយទៅនឹងអាងយើងយកឃ្មុំឲ្យស៊ីព្រោះយើងឃើញឃ្មុំពីរផ្លិតកំពុងតែពេញក្បាលទឹកល្អផងហើយពេលដែលឯងភ្ជួរដីហើយយើងនឹងទៅយកឃ្មុំនោះឲ្យឯងស៊ី ដោយហេតុតែចង់ស៊ីឃ្មុំខ្លាឃ្មុំក៏និយាយទៅកាន់តាច័ន្ទ អូលោកតាឲ្យខ្ញុំសុំស៊ីឃ្មុំផងលោកតា ទេចៅឃ្មុំនេះមានតែ2ហើយគោតាក៏មាន2ដែរឃ្មុំនេះគឺសម្រាប់តែគោស៊ីទេតែមិនអីទេតាមិនឲ្យគោស៊ីក៏បានដែរតាទុកឃ្មុំនេះឲ្យអាចៅឯងស៊ីក៏បានដែរដំបូងតាថាឲ្យគោនឹងខំភ្ជួរដីដល់ពេលភ្ជួរដីហើយតានឹងយកឃ្មុំឲ្យស៊ីហើយឥឡូវតាយកឃ្មុំនេះឲ្យអាចៅឯងស៊ីប៉ុន្តែអាចៅឯងនឹងត្រូវតែមកជួយភ្ជួរដីឲ្យតាជំនួសគោទើបបាន មិនអីទេលោកតាចាំខ្ញុំជួយភ្ជួរដីឲ្យតែលោកតាយកឃ្មុំឲ្យខ្ញុំស៊ី ចាំតាឲ្យស៊ីអញ្ចឹងអាចៅឯងចូលមកតារៀបចំទឹមឲ្យអាចៅឯងនឹងភ្ជួរដីណា តាច័ន្ទក៏បានដោះគោចេញពីនង្គ័លរួចដាក់រៀបចំចងខ្លាឃ្មុំឲ្យភ្ជួរដីឲ្យគាត់ម្ដង យ៉ាងម៉េចហើយចៅទាំងអស់គ្នាបន្ទាប់ពីបានទស្សនារឿងប្រាជ្ញាតាច័ន្ទមកហើយចង់ដឹងថាតើវាសនាខ្លាឃ្មុំនឹងវាដូចជាអាសត្វខ្លាពីដំបូងដែរឬអត់អញ្ចឹងកុំភ្លេចតាមដានទស្សនានៅភាគបន្តក្នុងពេលឆាប់នេះហើយកុំភ្លេចចុច Subscribe Channel រឿងនិទានរបស់លោកតាផង